បំលែងចំនួនទស្សនវិជ្ជាខាងក្រោមជាប្រភេទលំហាត់ទី1គឺ 0.35 ខូបអញ្ចឹងខូបនេះនៅតែលើលេខ5ទេអត់ចំលេខ3ទេអញ្ចឹងមានន័យថាវាអាចសរសេរជា 0.35 រហូតជំហានទី1យើងតាំងសិនយើងតាំង n ស្មើផ្នែកខាងលើហ្នឹងទៅ 0.35 រហូតបន្ទាប់មកយើងពិនិត្យទៅលើខួបរបស់យើងខួបរបស់យើងគឺកន្លែងនេះលើលេខ5នេះអញ្ចឹងខួបមានតែមួយលេខទេលើតែមួយលេខទេអញ្ចឹងបើសិនជាលើតែមួយលេខយើងពិនិត្យមើលខាងមុខទៀតខាងមុខក្បៀសប្រមាណក្បៀសចំនួន2ក្បៀសអញ្ចឹងបើសិនជាចំនួន2ក្បៀសយើងត្រូវគុណ100សិនអញ្ចឹងយើងចាប់ផ្ដើមយកអាហ្នឹងគុណ100អង្គទី2យើងគុណ100ដែរគឺបាន100គុណឲ្យ 0.355 រហូតបានលេខ100គុណនឹង n បាន 100n ហើយចំណុចខាងក្រោយនេះ100គុណ 0.35 នេះអញ្ចឹងបើសិនជាគុណនឹង10បើសិនជាគុណនឹង10យើងរំកិលរបៀបមួយខ្ទង់ត្រឹមនេះបើគុណនឹង100 0មាន2អញ្ចឹងយើងរំកិល2ខ្ទង់អញ្ចឹងការរំកិលហ្នឹងអាស្រ័យទៅលើលេខខាងមុខណាគុណ100 0 2អញ្ចឹងយើងរំកិល2ខ្ទង់អញ្ចឹងរំកិលទី1នៅនេះរំកិលទី2នៅកន្លែងនេះអញ្ចឹងយើងមើលអត់ទាន់អញ្ចឹងរំកិលដល់កន្លែងនេះមិញអញ្ចឹងឃើញគាត់លេខប្រមាណ35អញ្ចឹងអា0នៅមុខនេះយើងមិនចាំបាច់សរសេរទេអញ្ចឹងបើយើងរំកិលទៅកន្លែងនេះទី1នេះទី2នៅខាងនេះអញ្ចឹងលេខបាន35ក្បៀសអញ្ចឹងកន្ទុយនេះគឺលេខ5ទាំងអស់5សុទ្ធតែជាលេខ5បន្ទាប់មកទៀតយើងយក n នឹងដដែលបាទ n នឹងដដែលយើងគុណនឹង10វិញម្ដងយើងគុណនឹង10វិញម្ដងអញ្ចឹងកន្លែងហ្នឹងបើយើងគុណនឹង10យើងបាន 10n ស្មើឥឡូវលេខហ្នឹងយើងគុណនឹង10វិញម្ដងអញ្ចឹងបើសិនជាយើងគុណនឹង10កន្លែងនេះគឺ10n ហ្នឹងកន្លែងនេះគឺ 10n បើសិនជាយើងគុណ10អញ្ចឹងវាបាន 10n អញ្ចឹងអានេះបើសិនជាយើងគុណនឹង10យើងរំកិលក្បៀសចំនួនមួយខ្ទង់អញ្ចឹងក្បៀសយើងគឺដល់កន្លែងនេះអញ្ចឹងខាងមុខវាគឺមានតែលេខ3ទេណាអញ្ចឹងយើងបាន3ក្បៀសខាងក្រោយគឺលេខ5សុទ្ធបន្ទាប់មកយើងធ្វើការដកលេខទាំងពីរនៃសមភាពហ្នឹងមកឥឡូវ100ដក10យើងឃើញ90គុណអញ្ចឹង 90n កន្លែងនេះ5ដក5 0ហើយអញ្ចឹងមកជួរហ្នឹងសុទ្ធតែ0ហើយផ្នែកក្បៀសនេះគឺ5នេះយើងយកមកដក3មកស្មើ2 3ទម្លាក់អញ្ចឹងយើងឃើញ 90n ស្មើនឹង32 90n ស្មើ32អញ្ចឹងយើងទាញរក n មក32អញ្ចឹងយើងទាញរក n យើងចែកអង្គទាំងពីរហ្នឹង90មកណាយើងពិនិត្យមើលនេះបើសិនកន្លែងនេះលេខ9យើងត្រូវចែក9ដែរបើកន្លែងហ្នឹងលេខ100ត្រូវចែក100យើងអត់ខ្វល់លេខ32នេះទេអញ្ចឹងយើងមើលតែលេខនៅខាងមុខបានហើយអញ្ចឹងអង្គទី1ចែក9អង្គទី2 32នោះក៏ចែកនឹង90ដែរ9ជាមួយ9នេះអស់ហើយអញ្ចឹងយើងសល់ n 32លើ9ដោយសារយើងសម្រួលបានយើងសម្រួលបន្តទៀត32នេះយើងចែក2ទៅហើយ9នេះយើងចែក2បានដែរអញ្ចឹង32ចែក2បាន16 90នេះចែកនឹង2បាន45អញ្ចឹងដូចនេះចម្លើយយើងគឺ
0.35 ខូបនេះយើងសរសេរទៅជាប្រភេទឃើញ15 លើ 45